ផ្លេចគិតមាតិកាទី20មិនមែនការចាប់ផ្ដើមសុទ្ធតែជាជោគជ័យទាំងស្រុងនោះទេតើអ្នកណាដែលមិនចង់បានភាពជោគជ័យនោះមនុស្សទូទៅចង់បានភាពជោគជ័យដ៏ពិតប្រាកដមួយសម្រាប់ខ្លួនគេម្នាក់ៗហើយមិនចង់ឮទេពាក្យថាបរាជ័យនោះអញ្ចឹងតើពេលនោះមានមនុស្សប៉ុន្មាននាក់ដែលកំពុងតែសប្បាយរីករាយជាមួយនឹងភាពជោគជ័យដ៏ពិតប្រាកដរបស់ពួកគេខ្លះគឺជាភាពជោគជ័យមួយដែលមនុស្សគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បានហើយក៏កំពុងតែត្រដរពុះពៀគ្រប់វិធីសាស្ត្រដើម្បីចាប់យកភាពជោគជ័យមួយនោះផងដែរចំណែកឯវិធីសាស្ត្រនៃការចាប់ផ្ដើមនិងលទ្ធផលដែលទទួលបាននោះអាចនឹងខុសពីគ្នាទៅតាមមនុស្សម្នាក់ៗអញ្ចឹងដែររាល់ការចាប់ផ្ដើមសកម្មភាពឬការងារណាមួយគឺគ្រាន់តែជាដំណើរឆ្ពោះទៅរកភាពជោគជ័យត្រឹមតែម្ដងបន្តិចតែប៉ុណ្ណោះអញ្ចឹងអ្នកកុំទាន់អាប្រញាប់សង្ឃឹមថានឹងទទួលបានភាពជោគជ័យធំធេងឆាប់រហ័សពេកអ្នកត្រូវចាំថាភាពជោគជ័យវាដូចជាផ្លូវមួយដ៏វែងឆ្ងាយដែលមានឧបសគ្គរាប់ម៉ឺនលាននៅចាំស្វាគមន៍អ្នកអញ្ចឹងហើយអ្នកត្រូវចេះកំណត់ចំណាំខ្លួនឯងទុកជាមុនថានឹងមិនប្រហែសជាមួយនឹងឧបសគ្គណាមួយជាដាច់ខាតដួលកន្លែងណាត្រូវតែងើបកន្លែងនោះបើដួលខំងើបហើយងើបដោយភាពអង់អាចក្លាហានជាមួយនឹងយុទ្ធសាស្ត្រថ្មីសម្រាប់ផ្លូវដែលអ្នកកំពុងតែដើរផងដែរពេលចាប់ផ្ដើមសកម្មភាពណាមួយភ្លាមការជួបប្រទះជាមួយនឹងឧបសគ្គនិងភាពបរាជ័យក៏កើតឡើងស្របពេលជាមួយគ្នានោះផងដែរដូចនេះនៅពេលដែលអ្នកជួបនឹងបញ្ហាឬឧបសគ្គអ្នកត្រូវចេះស្វែងយល់ឬរកគ្រឹះរកគល់និងដើមតងនៃបញ្ហាទាំងនោះដើម្បីជាជំនួយក្នុងការគិតពិចារណារកដំណោះស្រាយឲ្យមានប្រសិទ្ធភាពប៉ុន្តែរកមិនឃើញឬគល់និងដើមតងរបស់វានោះទេយើងនឹងមិនអាចដោះស្រាយបញ្ហាទាំងនោះចប់ដោយស្ថាពរបានទេវាប្រៀបដូចជាវេជ្ជបណ្ឌិតអញ្ចឹងដែលបើធ្វើរោគវិនិច្ឆ័យមិនត្រូវប្រភពនៃជំងឺក៏ដាក់ថ្នាំមិនត្រូវដែរជាមួយគ្នាដែរអ្នកត្រូវកំណត់ផ្លូវដើររបស់ខ្លួនឲ្យបានច្បាស់ហើយដាច់ខាតនៅពេលដែលដួលអ្នកមិនត្រូវបដូរទិសដៅថ្មីឡើយមានន័យថាគួរកុំបដូរទិសដៅឬគោលបំណងរបស់អ្នកតែអាចបដូរយុទ្ធសាស្ត្រដែលមិនដំណើរការចោលហើយដាក់យុទ្ធសាស្ត្រផ្សេងដើម្បីដើរទៅរកឲ្យដល់នៅអ្វីដែលអ្នកប្រាថ្នាចង់បានដោយពាក្យរបស់ជូកលៀងបាននិយាយថាបើសិនបរាជ័យតែកុំបដូរគោលដៅតែត្រូវបដូរយុទ្ធសាស្ត្រដូចនេះអ្នកត្រូវចាប់ផ្ដើមដោយក្តីស្រឡាញ់មានទាំងទំនុកចិត្តនិងការតាំងចិត្តផងដែរដែលជាការផ្ដើមមួយប្រកបទៅដោយយុទ្ធសាស្ត្រថ្មីនិងត្រៀមតតាំងជាមួយបញ្ហាទាំងអស់ដែលអ្នកនឹងប្រឈមការចាប់ផ្ដើមជាមួយនឹងបរាជ័យជាបទពិសោធន៍វានឹងធ្វើឲ្យអ្នករកដំណោះស្រាយមកដុសខាត់ផ្លូវរកទៅភាពជោគជ័យរបស់អ្នកហេតុអ្វីបានជាភាពបរាជ័យជាឧបករណ៍សម្រាប់ដុសខាត់ភាពជោគជ័យព្រោះភាពជោគជ័យនឹងធ្វើឲ្យអ្នកនៅការតាំងចិត្តខ្ពស់ហើយភាពបរាជ័យក៏ជាយុទ្ធសាស្ត្រមួយដែលធ្វើឲ្យអ្នករកឃើញផ្លូវដើរទៅរកភាពជោគជ័យដែលជាយុទ្ធសាស្ត្រថ្មីផ្សេងទៀតផងដែរដើម្បីចាប់យកជំហានបន្តទៀតឲ្យរឹតតែខ្លាំងឡើងគ្មានការចាប់ផ្ដើមណាដែលនឹងទទួលបានជោគជ័យទាំងស្រុងក្នុងរយៈពេលខ្លីឡើយដូចនេះបើអ្នកគិតចង់បានភាពជោគជ័យឆាប់ខ្លាំងបំផុតអ្នកអាចនឹងឆាប់បាក់ទឹកចិត្តឬឆាប់បោះបង់វាចោលប៉ុណ្ណឹងដែរអញ្ចឹងអ្នកត្រូវចាំថាដើម្បីទទួលបានភាពជោគជ័យអ្នកត្រូវការពេលវេលាច្រើនសម្រាប់ដុសខាត់និងសំលៀងវាឲ្យដូចនៅអ្វីដែលអ្នកចង់បាននិងចង់ឃើញផ្លូវទៅកាន់ភាពជោគជ័យគឺជាផ្លូវដែលពោរពេញទៅដោយកំទេចកំទីនៃភាពបរាជ័យប្រសើរជាងបោះបង់